សូមជូនរឿងស្រមោចស្រមៃខុសពេលមានគ្រួសារតូចមួយរស់នៅក្បែរជើងភ្នំមានម្ដាយនិងកូនស្រីឈ្មោះលីលីពួកគេមានមេគោមួយក្បាលសម្រាប់ចិញ្ចឹមយកទឹកដោះលក់2 ទៅ 3 ថ្ងៃទើបលីលីយកទឹកដោះគោទៅលក់នៅផ្សារម្ដងថ្ងៃនេះលីលីនាងបានយកទឹកដោះគោទៅលក់នៅឯផ្សារដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារនៅពេលនាងកំពុងតែដើរតាមផ្លូវនឹងបានស្រមោចស្រមៃថាពេលខ្ញុំលក់បានប្រាក់ខ្លះខ្ញុំនឹងយកប្រាក់នេះទៅទិញមេនាន់មួយមិនយូរទេមេមាន់នោះនឹងផ្ដល់ពងកូនជាច្រើនហើយខ្ញុំនឹងលក់មេមាន់នោះហើយទិញប៉ាប៉េគោថែមឲ្យបានច្រើនពេលនោះនឹកពេលខ្ញុំលក់នឹងបានប្រាក់ច្រើនជាពុំខានឡើយពេលនោះនាងស្រាប់តែជំពប់ជើងនឹងដុំថ្មមួយដុំតាមផ្លូវហើយដួលកំពប់ទឹកដោះគោអស់លីលីបានស្រែកយំព្រោះនាងសោកស្ដាយទឹកដោះគោដែលនាងខំសន្សំ2 ទៅ 3 ថ្ងៃមកហើយពេលទៅដល់ផ្ទះវិញលីលីបានប្រាប់រឿងនេះទៅម្ដាយរបស់នាងម្ដាយនាងមិនបានស្ដីបន្ទោសឲ្យកូនស្រីទេថែមទាំងលើកទឹកចិត្តកូនទៀតថាការគិតស្រមើស្រមៃរបស់កូនគឺល្អហើយប៉ុន្តែគ្រាន់តែកូនគិតវាខុសពេលវេលានិងទីកន្លែងប៉ុណ្ណោះគំនិតអប់រំក្នុងរឿងនេះគឺការស្រមើស្រមៃអំពីអនាគតជារឿងត្រឹមត្រូវតែសូមគិតដល់វានៅពេលវេលានិងទីកន្លែងដែលពុំមានគ្រោះថ្នាក់